បាទសួស្តីបងប្អូនប្រជាកសិករដែលចូលចិត្តវិស័យខាងចិញ្ចឹមជ្រូកថ្ងៃនេះផងដែរខ្ញុំមានវីដេអូបង្ហាញពីការឲ្យចំណីជ្រូកដោយប្រព័ន្ធកុំព្យូទ័រហ្នឹងហើយនេះគឺជាធុងចំណីធំទាំង4ហ្នឹងគឺវាសម្រាប់បញ្ជូនចំណីពីខាងក្រៅហ្នឹងធុងទាំង4ហ្នឹងទៅក្នុងធុងលាយមួយនៅក្នុងឃ្លាំងនោះហើយនេះគឺជាបំពង់ដើម្បីបញ្ជូនចំណីពីធុងធំខាងក្រៅហ្នឹងទៅខាងក្នុងម៉ាស៊ីនអញ្ចឹងធុងទាំង4ហ្នឹងវាមានបំពង់វានេះ4ដែរបាទនេះ4បំពង់4ដើម្បីបញ្ជូនចំណីចូលទៅក្នុងអញ្ចឹងតោះយើងទៅមើលខាងក្នុងទាំងអស់គ្នាតើខាងក្នុងមានអីខ្លះខាងក្នុងនេះយើងចូលមកវាមានកុំព្យូទ័រមួយគ្រឿងសម្រាប់ set បញ្ជាខួរក្បាលបញ្ជាចំណីហ្នឹងហើយនឹងមានធុងលាយនេះធុងទឹកឥឡូវយើងបើកកុំព្យូទ័រសិនមកព្រោះដល់ម៉ោងត្រូវលាយចំណីហើយម៉ោង4ណាយើង set ម៉ោង4នេះម៉ោង4គត់អញ្ចឹងម៉ាស៊ីនវាចាប់ដើមដើរហើយយើងអត់បាច់ធ្វើអីទេព្រោះយើង set វាហើយយើងបញ្ជាវាហើយអញ្ចឹងឲ្យដល់ម៉ោងវាចាប់ដើមដំណើរការហើយអញ្ចឹងនេះធុងចំណីរបស់យើងហើយនឹងតួលេខកំពុងលោតហ្នឹងគឺចំនួនគីឡូរបស់វាដំណាក់កាលទី1ហ្នឹងគឺនេះវាកំពុងតែលាងធុងអាទូចនោះទូចនេះបាទហ្នឹងធុងទូចហ្នឹងពីព្រោះធុងហ្នឹងវាមានចំណីសល់ពេលដែលប្រហែលម៉ោងមុនវាលាយឲ្យស៊ីម្សាហ្នឹងឲ្យជ្រូកស៊ីម្សាហ្នឹងវាសល់ក្នុងធុងវាបញ្ជូនមកធុងហ្នឹងដល់ពេលម៉ោងវាលាយម្ដងទៀតអញ្ចឹងវាសម្អាតពីធុងហ្នឹងវាបញ្ជូនមកធុងធំនេះវាបញ្ជូនមកធុងធំនេះអញ្ចឹងធុងដែលសល់ក្នុងកំពង់ចំណីដែលសល់ក្នុងកំពង់សល់អីហ្នឹងគឺវាអត់ផ្អូមទេវាអត់ខូចទេប្រហែលម៉ោង3 4 5ម៉ោងវាអត់ខូចអញ្ចឹងវាបញ្ជូនមកធុងធំនេះដើម្បីឲ្យធុងធំហ្នឹងថែមចំណីថ្មីចូលហើយនឹងថែមទឹកចូលឲ្យគ្រប់គីឡូឲ្យគ្រប់ចំនួនជ្រូកតើជ្រូកមួយក្បាលស៊ីប្រហែលអញ្ចឹងណាហើយធុងពណ៌ខ្មៅនេះគឺធុងទឹកសម្រាប់ស្តុកទឹកអញ្ចឹងយើងមកមើលក្នុងកុំព្យូទ័ររបស់យើងវិញក្នុងកុំព្យូទ័រយើងកំពុងតែបញ្ចូលទឹកទៅក្នុងធុងធំធុងធំសម្រាប់កូរមិញនោះទៅយកពណ៌ខៀវហ្នឹងកងែងកងងពណ៌ខៀវហ្នឹងគឺវាកំពុងតែបញ្ចូលទឹកហ្នឹងហើយឥឡូវនេះចំណីចាប់ដើមដើរចំណីធុងទី1អញ្ចឹងយើងមកមើលធុងទី1ខាងក្រៅនេះធុងទី1ហ្នឹងហើយយើងមានអាយុជ័រនេះយើងគោះវាបន្តិចមកខ្លាចចំណីវាអត់ធ្លាក់អញ្ចឹងវាអត់ហូរទៅក្នុងម៉ាស៊ីនយើងទេហ្នឹងហើយនេះកំពុងដែលវាបញ្ជូនចំណីទៅបាទធុងទាំង4ហ្នឹងក្នុងមួយធុងវាចំណីចេញម្ដង 25% អញ្ចឹង4ហ្នឹងវា 100% អញ្ចឹងណាឧទាហរណ៍ថាលាយម្ដង1តោន1000គីឡូអញ្ចឹងធុងមួយត្រូវបញ្ចេញចំណីមក250គីឡូអញ្ចឹង4ធុងហ្នឹងវា1000គីឡូហ្មងអញ្ចឹងណាបងប្អូនយល់ទេហើយលាយជាមួយទឹកទៀតទៅវាឡើង1000ជាងអញ្ចឹងទៅ1តោនជាងអញ្ចឹងទៅសម្រាប់ជ្រូកម៉ាគីប៉ុន្តែចំពោះអាគារនេះអត់សូវមានជ្រូកទេអានេះធុងទី2នោះកន្លែងធុងទី2ហ្នឹងអញ្ចឹងយើងមកគោះធុងទី2ដែរមកខ្លាចអាចចំណីហ្នឹងវាអត់ធ្លាក់មកហ្នឹងហើយបើខ្ញុំនិយាយបញ្យល់អត់សូវក្បោះក្បាយទេបងប្អូនអាចឆ្ងល់ទេអាចចាំសួរក្នុងខមមិនហ្នឹងក៏បានដែរបញ្យល់ប្រាប់ថាអីម៉ាស៊ីនហ្នឹងយ៉ាងម៉េចអញ្ចឹងណាឥឡូវបញ្យល់ពេលហ្នឹងទៅវាអត់ទាន់ក្បោះក្បាយអញ្ចឹងធុងទី2នេះវាបញ្ជូនទៅទៀតនេះតាមកំពង់ឌីយ៉ូវិញនេះហ្នឹងហើយបងប្អូនបញ្ជូនចូលដល់ក្នុងអាគារទៅអញ្ចឹងធុងទី2ចប់លោតចូលធុងទី3នេះឃើញទេឈីសមកលោតចូលធុងទី3ហើយនេះធុងលេខ3ចាំខ្ញុំដាក់មើលតាមសញ្ញាប្រូនទៅឃើញហើយនេះធុងទី3អញ្ចឹងយើងមកគោះដែរមកគោះគ្រប់ធុងទៅដើម្បីឲ្យចំណីវាធ្លាក់ល្អហូរទៅល្អតែធម្មតាបើសិនជាយើងមានពេលបានយើងមកធ្វើអញ្ចឹងប៉ុន្តែលើកនេះចង់ថតវីដេអូឲ្យបងប្អូនមើលក៏មកគោះឲ្យបងប្អូនមើលថាឥឡូវគេធ្វើអញ្ចឹងណាហើយធុងមួយធុងនេះចំណុះវា5តោនអញ្ចឹង4ធុងនេះវាចូល20តោនណាដាក់ចំណីហ្នឹងហើយធម្មតាវាស្វ័យប្រវត្តិទេឧទាហរណ៍ថាយើង set ម៉ោង4ស៊ីម្ដងចំណីជ្រូកស៊ីម្ដងម៉ោង8ជ្រូកស៊ីម្ដងអញ្ចឹងវាដល់ម៉ោងនេះវាលូតលុនវាទោះបីយើងអត់នៅក៏ដោយប៉ុន្តែគាត់ថានេះចង់ធ្វើវីដេអូឲ្យបងប្អូនមើលឥឡូវនេះចូលទៅធុងទី4ណាយើងគួរដូចគ្នាដែរchứមកចង់ធ្វើវីដេអូឲ្យបងមើលក៏មកថតឲ្យមើលអញ្ចឹងទៅដើម្បីឲ្យបងប្អូនងាយយល់ផងមើលទៅថាមិនប្រាប់ចោះមិនយល់អាធុងវាយ៉ាងម៉េចអញ្ចឹងណាបងប្អូនអញ្ចឹងចំណីដែលយើង set ក្នុងមួយអាគារដែលជ្រូកស៊ីអាគារទី1ហ្នឹងគឺវាមាន4ធុងហ្នឹងហើយក្នុងមួយធុងហ្នឹងវាចេញស្មើគ្នាចំនួនណាហើយ
នេះយើងមកមើលតួលេខទាំងទឹកទាំងចំណីវា838គីឡូក្នុងមួយអាគារសម្រាប់ជ្រូកស៊ីហ្នឹងអញ្ចឹងតិចទៀតបងប្អូនងាយយល់ទេពេលដល់កន្លែងជ្រូកញ៉ាំបាយយើងឃើញតើវាចេញមកយ៉ាងម៉េចអញ្ចឹងពេលដែលចំណីចេញមកសពទាំង4ធុងហើយទឹកក៏មាននៅក្នុងហ្នឹងធុងធំនេះវាចាប់ដើមលាយវាកោបងប្អូនវាកោលាយដូចយើងកោបន្ទក់កោអីមួយទឹកហ្នឹងហ្នឹងឯងដូចគ្នាអាម៉ាទ័រពណ៌ក្រហមហ្នឹងវាកំពុងដើរហើយវាកំពុងកោហើយកោឲ្យចំណីរបស់យើងនៅក្នុងធុងហ្នឹងវាស្មើលបាយសាច់គ្នាវាទឹកស្មើទឹកកាកស្មើកាកអញ្ចឹងណាកុំឲ្យអាទឹកនៅក្រោមកាកនៅលើអញ្ចឹងទៅវាពេលបាញ់ចំណីទៅវាអត់ស្មើគ្នាអាធុងទូចនេះសម្រាប់សល់ចំណីសល់ហូរមកវិញហ្នឹងហើយអញ្ចឹងវាចាប់ដើមកោយើងយូរដែរអានេះយើងមើលទៅក្រោមនេះខ្ញុំឡើងតាមដដើមិញមើលទៅក្រោមអាកន្លែងកុំព្យូទ័រហើយនេះម៉ូទ័រនេះគឺចាប់ដើមបញ្ជូនចំណីទៅបងប្អូននោះបញ្ជូនចំណីទៅព្រឹកតាមតយោហ្នឹងណានេះអាតយោកោងពណ៌ខ្មៅហ្នឹងគឺបញ្ជូនទៅក្នុងអាគារក្នុងអាគារហើយអញ្ចឹងយើងចាំងាកមកមើលនៅកុំព្យូទ័រយើងវិញនេះវាចាប់ដើមបាញ់ចំណីទៅហើយឥឡូវចំណីចាប់ដើមបាញ់ទៅក្នុងអាគារអញ្ចឹងតោះយើងទៅមើលក្នុងអាគារទាំងអស់គ្នានេះអាគារទី1បាទអាគារទី1ហ្នឹងមានជ្រូកច្រើនដែរខ្ញុំមើលស្ថិតិទៅមើលជ្រូកម៉ានក្បាលទាំងអស់អាគារទី1ហ្នឹងច្រើនដែរដាក់បញ្ជីតាណានេះអញ្ចឹងចំណីដល់ពេលវាលាហើយវាបាញ់តាមកំពង់តយោខ្មៅនោះអាតយោខ្មៅកោងនោះវាចូលក្នុងស្នូកជ្រូកចេះអញ្ចឹងជ្រូកគាត់ចាប់ដើមញ៉ាំណាខ្ញុំញ៉ាំខ្លះដដើមគ្នាខ្លះអញ្ចឹងទៅហើយបងប្អូនលឺសំឡេងខ្យល់ឈិតហ្នឹងជ្រូកចេះពេលដែលលឺសំឡេងហ្នឹងគឺវាជួច្បល់ហើយវាដឹងថាឲ្យលឺសំឡេងហ្នឹងដឹងតែចំណីមកដល់ហើយនឹងចាំខ្ញុំថតកន្លែងហ្នឹងឲ្យមើលបន្តិចនេះហេចំណីមកហើយចំណីមកនាំគ្នាស៊ីអញ្ចឹងទៅដើមគ្នាស៊ីអញ្ចឹងទៅនេះចាំមើលខ្ញុំថតកន្លែងណាដើមមកវាអត់តន់អាកន្លែងវាចេញចំណីហ្នឹងនេះពេលយើងលឺឈិតអញ្ចឹងទៅមកតបចេញចំណីមកនេះឃើញទេបាទហ្នឹងហើយនោះចំណីចេញមកនោះទឹកលាយកាកលាយទឹកអញ្ចឹងណាហ្នឹងអូខេជ្រូកអត់សូវស្អាតទេនៅស្រុកនេះយើងមិនដូចនៅស្រុកខ្មែរជ្រូកចិញ្ចឹម4-10ក្បាលយើងបាញ់នេះកន្លែងកំពង់ចំណីវាលឺឈិតអញ្ចឹងទៅនេះឈិតអញ្ចឹងទៅយើងមើលទៅវាហូរវាបាញ់តាមកំពង់នឹងមកនេះទៅដាំបាញ់មកនេះបងប្អូនឃើញទេហ្នឹងហើយហ្នឹងអញ្ចឹងអត់ងាយយល់ទេពីដំបូងឆ្ងល់តែសេតដោយកុំព្យូទ័រហ្មងឥឡូវឃើញទេអត់បាច់មនុស្សមកធ្វើទេចំណីហ្នឹងគឺវាចេញមកស្វ័យអូតូម៉ាទិកស្វ័យប្រវត្តិចេញមកជ្រូកអត់មានគាត់ប្របាក់អីទេគឺថាចាំតែដដើមគ្នាញ៉ាំយើងតែម្ដងណានៅជ្រូកយើងចិននេះរាប់ពាន់រាប់ម៉ឺនក្បាលបងប្អូនយើងច្រើនណាស់ដល់អញ្ចឹងយើងអត់អាចចិញ្ចឹមដូចនៅស្រុកយើង4-10ក្បាលហើយយើងបាញ់ទឹកលាងពី1ម៉ោងបាញ់ទឹកលាងម្ដងឬក៏មួយថ្ងៃឯងបាញ់ទឹកលាងឲ្យស្អាតសាច់ស្រស់ថ្លាបានទេបាទបងប្អូនអើយមានតែជ្រូកច្រើនណាស់ដល់អញ្ចឹងសបល់អត់សូវស្អាតទេហើយណាមួយយើងអាគារនេះគេធ្វើខុសផងតាមពិតគេត្រូវធ្វើផ្ទាំងសិលាផ្ទាំងស៊ីម៉ង់ប្រហោងតែមិនដឹងគេធ្វើយ៉ាងម៉េចគេធ្វើចាក់សាបអញ្ចឹងសុទ្ធដល់ពេលអញ្ចឹងវាប្រឡាក់សាបបាច់រៀងខាងនេះហើយបាច់រៀងខាងនោះគេមានប្រឡោះរបស់គេទេប៉ុន្តែគ្រាន់តែវាមិនព្រមដាក់ស៊ីម៉ង់នេះទាំងអស់នេះចំណីចេញមកឥឡូវបងប្អូនចាំមើលឲ្យទៅលឹកឈិតដឹងចំណីចេញមកជុំចេះនេះមកឃើញទេវូយកបាច់ហត់ទៅបាក់លីចំណីលាយដាក់ទេជាងប្រព័ន្ធកុំព្យូទ័រហ្នឹងគេលាយឲ្យយើងស្រាប់ហើយនេះចេញមកឃើញទេបងប្អូនឃើញទេហើយជ្រូកយើងពូមីងហ្នឹងគាត់ចាំតែដើមគ្នាញ៉ាំទៅហើយពេលខ្លះវា error ដែរ system របស់វាហ្នឹងគឺការ error អីភាសាដែរវាខូចកន្លែងវីដេអូខូចអីទៅវាជួសជុលអញ្ចឹងណាបាទហ្នឹងហើយវីដេអូនេះចង់បង្ហាញពីបងប្អូនពីរបៀបនៃការឲ្យចំណីជ្រូកនៅខាងប្រទេសកូរ៉េនៅកសិដ្ឋានដែលខ្ញុំធ្វើការហ្នឹងចិញ្ចឹមហ្នឹងអាហ្នឹងគេធ្វើអញ្ចឹងអានេះជ្រូកសាច់បងប្អូនតែបើជ្រូកតូចក៏យើងអត់បាច់ប្របាក់លីចំណីដាក់ដែរពីព្រោះអីយើងគេមានរៃចំណីកំពង់ចំណីរបស់គេយើងគាត់ចុចតែក្លឹកទៅគឺចំណីវាដើរហូរចូលធុងហើយជ្រូកតូចគេស៊ីមួយសេរីមួយថ្ងៃបើល្ងាចហ្នឹងស៊ីទៅអត់កំណត់ដូចជ្រូកធំចឹងទេជ្រូកធំនេះមួយថ្ងៃស៊ីតែ4ដងឯងអញ្ចឹងគេកំណត់គីឡូកំណត់អីអត់ឲ្យស៊ីតាមអំពើចិត្តទេអញ្ចឹងណាមួយវាចំណីផងហើយកុំឲ្យវាស៊ីអត់ប្រយោជន៍ហ្នឹងណាដូចថានេះជ្រូកតិចក្បាលហ្នឹងវាចេញមកបន្តិចអញ្ចឹងទៅគេសេតឲ្យស្រាច់មកធុងហ្នឹង10ក្បាលហើយមួយក្បាលហ្នឹងស៊ីប្រហែលគីឡូគេសេតក្នុងកុំព្យូទ័រហ្នឹងស្រាច់ហើយអញ្ចឹងកុំព្យូទ័រហ្នឹងវាចេះអាគារណាបន្ទប់តាធុងណាមានជ្រូកតិចវាចេញតាមតិចទៅឧទាហរណ៍ជ្រូក1ក្បាលស៊ី5គីឡូម្នាក់
chẳng đọc báo bị chênh mà ta hà xong cả lỗ tia hòn chẳng á mi tỷ dụ được bị chênh máu bảo nâng ngày đấy chấm phu bật tục tì môi kia tì môi cho lòng bật tục tì môi kia tì môi cứ miền phần nắng ấy đọc về là chụp xì kia tì môi hỏi ha bảo ôn mới thì kiệt chẳng chẳng đấy ní chênh mà đo thấy mà kia nó phải miền buồn bật tục nó chụp gặp đàm xì nên chẳng đấy chênh mà có cái nông mà kia nó chẳng chừng đào từ lọc từ bên từ mưa cà xì chọc vào kia nó miền là bia rồi ót từ đào kia ót đào kia ta pe chẳng này tranh mà ta bóng ót rồi bà lót châu lót khơi nhỉ ta pe ở bà lót châu khơi nhỉ khơi nhỉ ta miếp chua này xa đó nhắm rằng như là biết là bóp mong đôi lời tiếp lương nó này lời dựng đào tranh từ vĩnh mình dân châu máu nó gặp phong là chẳng này tranh từ đào kia lời dựng đào từ vĩnh nó cứ chập đào chạy bà lót này nhắm bàn dạng sọt xua là hay vật tục ní là cái ai tới cái đào tranh mà là cái toàn ai cái nơi nhầm chứ đó nè anh mình lặng là buffet này hả nhầm đây giờ đây phân gọi là thá ta đám phong bỏ ta đám bắn ót đấy ta đám có ót đây cái này của cái cầm nót chụp nó ấy chụp nó tha xi mà các ba nó ta đập cái lô đây có phải cả lô cho một xí chạy trong này bao nhiêu nó cứ này bữa sân chiều mà các ba thì cái ba xó cái so trong này là đằng này giống cái thơ máu được cái slap này thì cũng đi nhằm hơi trở nè chẳng cái là thì rút lên rồi khi mà đừng mọc ao như thế nâng trong mong ôn ở video này nhưng mà vô đạt thầm năng tế hơi chồng phu kia ti pí có đôi kia nó kia ti môi đây chẳng trong mong ôn mưa kia ti pí mới ta chụp trận này tranh tới chụp vì si dạng mấy chẳng á video ôn toàn chọc thầm năng tế nơi tiết nơi to tiết nơi kia ti pí trận này tranh là kia ti pí và phần quả kia TP nó nhầm bạch bò giải nè kia TP chụp hiện trở vì xí đo mặc quan cái lỗ chiếng mà kia đúng không mấy ta bằng bảy ấy sam tầm bảy cái lỗ à đi mặc quan chiếng cái lỗ chẳng tay ấy trận này tay ấy rót tay ở kia TP hay một bồn rắn thu nè rót tay ở kia TP lấy nhầm oi mưa kia TP tích ví dụ là kia TP tích kia TP nó nơi cho vào kia TP môi đang tê bên đây block nâng cho môi rô mà sân dương lia trận này nè cả thiên cái này dừng lò đấy ngày bạc trai mà ní kia TP và kia TP chẳng dừng trôi từ mưa kia TP vì sẵn than trống ọt đôi kia ti mùi mấy bia và lọt đá trống song thang kia TP ní chụp mà kháng lấy đa mà chỉ hiện ai cho mới lưới ta xong lấy chít rồi mới báo lá chết ha rồi lưới xong lấy nha nọ thấy nhé còn là lưới xong lấy chít nó kia thà trong đây máu là bác sang anh màu vù nè thấy nhé nâng nó kia TP hai can lia chẳng này lia đôi ta kia ti môi mình chăng về là không vô chẳng này tranh không ti môi thì bây thì buồn chăng vì lia về câu hơi và bây giờ câu so với việc tranh mà ôi chủ tam và tụt chăng đến á bọc ôn này mình chẳng bọc ôn tu sana tới tu sana nơi kia ti này tới nhưng thà thì bài tại trong năng tế hay chậm bọc ôn mưa tam sầm rùa nơi bị chạy cái tên này càng chậm chút nó không bật tên vào đây và tôi bảo cô chán xong